chôn xong say nước đau mà thua sẽ cam mà biết mày là mơ chui bẹp bông tí mày quạt đào mà quạt mơ trong mơ làng hay là việc quạt hà mà tô nâng mà cha hạt đời chật trắng hay quạt ở cắt co do tân mộng nghiệp đây là chôn rong cua đại chưa mà cha một tố của phong tài dũng bà ao ở trong cung đời xa tay ai lớn đi mà tố trâu ban trao cách vô ta ban hơi bà ôn giấy ôn ai chui bẹp bông mình tích ban này trao đây cách mà tô vô mà tô bà ôn nó mà tô mà ai cái đâu Scoopy bông tô Scoopy Scoopy boy cái ôn Scoopy bọc mèo bẹ sla lên mà ăn ôn nhịp mình chị ai bơ cả một thằng nòng một thằng tôi ai bơ thằng hụt không tay bạn trong bây giờ quạt Vincent làm việc thật đã vô con miền sân trong mà như vị trí cây cà ô cạch bàn này cạch bàn nè con vẫn chỗ bạn đâu này tơi một khi bị tơi ban khẳng lên bà ta mà chôn rong cua đại chia mà cha mà tô ban tầm nẹt tầm nón mà can buộc nhóm ao chui sai để sai tay mà tô nó bỏ quátត្រូវបាននៅជន់សង្ស័យដែលពាក់អាវក្រហមក៏ដូចជាពាក់មួកខ្មៅដើរចូលមកធ្វើសកម្មភាពកាច់កយកម៉ូតូទៅស្រស់ស្រស់តែម្ដងដែលកាច់កម៉ូតូយកទៅស្រស់ស្រស់នេះកើតឡើងនៅតាមបណ្ដោយផ្លូវកម្ពុជាក្រោមស្ថិតនៅក្នុងសង្កាត់មិត្តភាពខណ្ឌ7មករារាជធានីភ្នំពេញតែករណីនេះកើតឡើងនៅវេលាមុននេះបន្តិចដែរទេបងប្អូនឥឡូវគណៈដែលជនរងគ្រោះដែលជាម្ចាស់ម៉ូតូកំពុងតែយំបាទអោបចង្គង់ដោយសារតែឥឡូវនេះម៉ូតូត្រូវបានចោលកាច់យកទៅបានហើយបាទបងអូនស្រីអូនអាចជួយប្រាប់បងបន្តិចបានទេចោលដែលកាច់ម៉ូតូយកម៉ូតូបងអូនហ្នឹងម៉ូតូមកអីគេដែរអូន Scoopy បង ម៉ូតូ Scoopy ចា Scoopy ពណ៌អីគេអូន Scoopy បខ្មៅ ពាក់ស្លាកលេខប៉ុន្មានអូន អាហ្នឹងខ្ញុំអត់សូវចាំទេបង អត់សូវចាំទេបងអូនស្រីណាដែលឃើញហេតុការជួយប្រាប់បងតិចបានទេកាមេរ៉ាសុវត្ថិភាពអានេះស្លាកលេខហ៎ស្លាកលេខប៉ុន្មានអូន នេះបង1AT បាត់ដបង 1AT 0130 ម៉ូតូ Scoopy 010ប៉ុន្មានយើងមើលឆ្នាំប៉ុន្មានបានទេអូ023អាចឃើញហេតុការហ្នឹងហើយមើលកាមេរ៉ាសុវត្ថិភាពបង្ហាញឲ្យបងមើលតិចមើលមកចូលមកខ្លាចអីអូនមកជន់សង្ស័យហ្នឹងដើរមកធ្វើសកម្មភាពមិនខ្លះមើលជួយប្រាប់បងតិចមើល គាត់ដើរមកគាត់មើលចុះមើលឡើងហើយរបៀបគាត់ហាម៉ូតូហ្នឹងម្ចាស់អត់đâuចិត្តចឹងហើយគាត់កាត់កយកទៅហ្មងនេះបងនេះមកបងអូនស្រីមើលនេះគាត់ត្រូវជាម្ចាស់ម៉ូតូអាហ្នឹងជន់សង្ស័យហ្នឹងម៉ូតូណាម៉ូតូរបស់អូនឯងអាមួយពណ៌ខ្មៅនេះហ៎ Scoopy បខ្មៅបងដាក់នៅម៉ោងប៉ុន្មានដែរអូន ម៉ោង9បង ដាក់នៅទល់កន្លែងណាកន្លែងកាត់ហេតុកន្លែងហ្នឹងហ្មងឬមួយក៏មិន នៅកាត់ហេតុកន្លែងហ្នឹងបងម៉ោង9 ខ្លួនឯងទៅណាវិញ ប្អូនឡើងទៅលើទៅជួបបងអាផ្លែតគាត់ឲ្យទិញអីបងហើយដល់ពេលចុះមកក្រោមទៅបាត់ម៉ូតូហ្មងបង ហើយទៅដាក់បែប្រហែលជាប្រហែលម៉ោងមើលជួយប្រាប់បងតិចមើល ប្រហែលបានអត់ដល់15នាទីបាន5នាទីហ្នឹងបង ចឹងបានន័យថាមកដាក់ម៉ូតូនៅក្រោមហ្នឹងតើមិនដល់5 10នាទីឡើងទៅយកអាវ៉ាន់ឲ្យបងតិចមែនទេហើយក៏ត្រូវចោលហ្នឹងមកយកកាច់យកទៅបាត់ហ្មងម៉ូតូហ្នឹងចាក់សោកឬមួយក៏ជាម៉ូតូ Smart Key ម៉ូតូចាក់សោកបង Scoopy បខ្មៅ អញ្ចឹងមិនមែនជាប្រភេទម៉ូតូ Scoopy មាន Smart Key ទេណា បាទអាហ្នឹងហើយជារឿងដែលពិបាកអ្នកដែលជិះ Smart Key ក៏ត្រូវតែប្រយ័ត្នដែរមិនប្រកាសថា Smart Key ចោលលួចអត់បានទេឥឡូវនេះបងអូនបាននិយាយរៀបរាប់ទាំងទឹកភ្នែកយើងមើលកាមេរ៉ាសុវត្ថិភាពម្ដងទៀតបាទជនសង្ស័យហ្នឹងគឺចូលមកចូលមកភាពដូចជាចូលមកអឺតមើលដំបងបងប្អូននេះបង្ហាញទៅកាមេរ៉ាអូនបាទចូលមកបង្ហាញទៅកាមេរ៉ាបាទហើយដូចជាដើរធ្វើសកម្មភាពមើលលិចមើលកើតបាទរយៈពេលមិនដល់បាទ
មួយនាទីផងជនសង្ស័យនឹងបានធ្វើសកម្មភាពកាច់កយកម៉ូតូស្គូបពីរបស់ប្អូនស្រីដែលគាត់ឡើងទៅផ្ទះខាងលើជាន់ទីម៉ានមិញហ្នឹងអូនជាន់ទី3ជាន់ទី2ឬមួយក៏ជាន់ទី3ជាន់ទី2អញ្ចឹងបានន័យថាកាច់ភ្លាមយកទៅបាត់ហើយក៏យើងចោះមកបាត់ម៉ូតូហ្មងចាបងប្អូនស្រីជាម្ចាស់ម៉ូតូឬមួយក៏មិនខ្ញុំត្រូវជាប្អូនរបស់គាត់ឯងបងចុះឥឡូវម្ចាស់ម៉ូតូគាត់ទៅណាម្ចាស់ម៉ូតូគាត់ទៅដាក់ពាក្យបណ្ដឹងនៅណាមិញអូនទៅប៉ប៉ូលីសហ្មងបាទឥឡូវនេះប្អូនស្រីដែលគាត់ត្រូវជាម្ចាស់ម៉ូតូបានទៅដាក់ពាក្យបណ្ដឹងនៅកន្លែងសមត្ថកិច្ចដែលស្ថិតនៅក្នុងសង្កាត់មិត្តភាពបាទខណ្ឌ7មករាគឺកើតឡើងនៅវេលាប្រមាណមុននេះបងប្អូនគឺវេលាម៉ោងប្រហែលប៉ុន្មានយើងមើលកាមេរ៉ាអូនយើងមើលកាមេរ៉ាឃើញម៉ោងប៉ុន្មានបងមើលតិចអូនេះម៉ោងបាទឥឡូវបងប្អូនយើងមើលសកម្មភាពណាបាទនេះតោះអាចជួយប្រាប់ហេតុការណ៍បងបន្តិចបានទេពេលដែលកាច់ហ្នឹងពួកឯងចុះមកពីលើផ្ទះមកវិញហ្នឹងមានបានឃើញពីក្រោយឬមួយក៏ឃើញអីទេឬមួយក៏យើងចុះមកគឺបានម៉ូតូហ្មងឬមួយក៏មិនដឹងថាបាត់ម៉ូតូហ្នឹងខុសគ្នាប្រហែលជា5នាទីបង5នាទីមើលពីលើមកឃើញហើយយើងអឺតមើលរហូតថាអត់អីទេឲ្យគាត់ញ៉ាំអីមួយយើងហើយចាំឲ្យគាត់ទៅវិញប៉ុន្តែប្រហែលជា5នាទីអឺតមកម្ដងទៀតបាត់ម៉ូតូហ្នឹងហ្មងបាត់ម៉ូតូហ្នឹងបាត់ហ្មងចាពេលហ្នឹងម៉ូតូ3គ្រឿងទៅតំគ្នាអញ្ចឹងបានន័យថាយកតែមួយគ្រឿងហ្នឹងទេចាយកតែស្គូពីពណ៌ខ្មៅដែលមិនមែន Smart Key ហ្នឹងអូយើងកាត់យកទៅហ្មងបាទប្រហែលជាវាមានគ្នាវាបាត់គូដែរដោយសារឃើញមានអ្នកជាអសង្កវិលហ្នឹងដែរអញ្ចឹងបានន័យថាគ្នាវាមានជីមកឆ្វែលនឹងដែរតែតម្លាក់គាត់ឲ្យដើរវៀងចេញពីខាងនោះមកបានន័យថាដើរមកធ្វើដូចអ្នកអត់ដឹងអីចឹងអារបៀបអញ្ចឹងមែនអូនបាទបងប្អូនឃើញទស្សនវិជ្ជាក៏ដូចជាឃើញកាមេរ៉ាសុវត្ថិភាពបើតាមយើងមើលជនសង្ស័យណាបងប្អូនដើរមកធ្វើដូចជាមនុស្សលេលើអញ្ចឹងក៏ប៉ុន្តែនេះគឺជាស្ទាយបាទរបស់ជនសង្ស័យដែលតែងតែធ្វើសកម្មភាពលួចកាច់កម៉ូតូឬមួយក៏លួចម៉ូតូរបស់បងប្អូនប្រជាពលរដ្ឋដែលស្ទាយគេមានដូចជាបាទស្ទាយនិយាយទូរស័ព្ទស្ទាយចុចទូរស័ព្ទឬមួយក៏ស្ទាយធ្វើដូចជាមនុស្សលេលើអញ្ចឹងក៏ដើរមកកាច់កយកម៉ូតូយកទៅបាត់តែម្ដងឥឡូវនេះជនរងគ្រោះដែលគាត់បានទៅដាក់ពាក្យបណ្ដឹងបាទសូមឲ្យសមត្ថកិច្ចបើកធ្វើការស្រាវជ្រាវនិងរកម៉ូតូរបស់ជនរងគ្រោះឲ្យបានឃើញវិញអូនជួយប្រាប់ស្លាកលេខម្ដងទៀតមើលមិញស្លាកលេខប៉ុន្មានអូនស្លាកលេខបាត់ដំបង 1AT 0130បាទស្លាកលេខបាត់ដំបង 1AT 0130កុដបាទឆ្នាំ2023ពណ៌ខ្មៅបាទដែលត្រូវបានចោលកាច់កយកទៅបាត់ទៀតហើយបាទអញ្ចឹងយើងដោយតែបងប្អូនក៏ដូចជាប្រជាពលរដ្ឋបានដឹងនិងបានជ្រាបព័ត៌មានអញ្ចឹងសូមមេត្តាប្រុងប្រយ័ត្នដោយសារតែមួយរយៈនេះខ្ញុំទទួលបានព័ត៌មានក៏ដូចជាបងប្អូនប្រជាពលរដ្ឋមកពឹងពាក់ឲ្យខ្ញុំជួយផ្សាយរឿងបាត់ម៉ូតូនេះគឺច្រើនមែនតើបាទអញ្ចឹងខ្ញុំសង្ឃឹមថាបងប្អូនបង្កើនការប្រុងប្រយ័ត្នចំពោះរបស់ខ្លួនឯងបាទអញ្ចឹងយើងប្រុងប្រយ័ត្នទៅយើងកុំប្រហែសពេកបាទពីព្រោះយើងកុំទុកចិត្តដូចជាម៉ូតូ Smart Key ឬមួយក៏ម៉ូតូសោក៏ដោយយើងត្រូវតែប្រុងប្រយ័ត្នហ្នឹងហើយបងប្អូនឥឡូវនេះមានតែពឹងសមត្ថកិច្ចដើម្បីឲ្យសមត្ថកិច្ចធ្វើការស្រាវជ្រាវសង្ឃឹមថាបានម៉ូតូបងប្អូនមកវិញបាទនេះជាព័ត៌មានដែលយើងទទួលបានពីបងប្អូនជនរងគ្រោះដែលគាត់បានតំណាក់តំណងនិងផ្ដល់ព័ត៌មានឲ្យយើងខ្ញុំបាទយើងសង្ឃឹមថាបងប្អូននឹងបានម៉ូតូមកវិញម៉ូតូបាទខ្ញុំពងឆ្ងល់ថាលួចហើយយកទៅលក់នៅណាបងប្អូនខ្ញុំពងឆ្ងល់រឿងអស់ហ្នឹងបងប្អូនក៏មានចម្ងល់ដូចខ្ញុំដែរអញ្ចឹងនេះជាព័ត៌មានដែលយើងទទួលបានពីបងប្អូនដែលគាត់ជាជនរងគ្រោះត្រូវបានចោលកាច់កយកម៉ូតូនៅវេលាប្រមាណម៉ោងប្រហែលជាម៉ោង8ម៉ោង9យើងហ្នឹងដែលកើតឡើងនៅតាមបណ្ដោយផ្លូវកម្ពុជាក្រោមក្នុងសង្កាត់មិត្តភាពខណ្ឌ7មករារាជធានីភ្នំពេញដែលកើតឡើងនៅថ្ងៃទី13ខែកុម្ភៈឆ្នាំ2026នេះជាព័ត៌មានដែលយើងទទួលបានពីជនរងគ្រោះយើងសូមបញ្ចប់ព័ត៌មានទៅត្រឹមនេះបាទសូមអរគុណ